ដែលសំបីជនជាតិជប៉ុនដែលជាមេសាអ៊ីអនហ្នឹងក៏លោកឃើញសេចក្តីទុក្ខលំបាករបស់ខ្មែរដែរណាចិត្តលោកប្រកបដោយមនុស្សធម៌លោកជាសប្បុរសចេះអាណិតចេះអាសូរដល់អ្នកដែលភៀសខ្លួននឹងបានបរិច្ចាគធនធានទ្រព្យសម្បត្តិនៅគ្រឿងម្ហូបអាហារមកចែកជូនបងនេះជាអំណោយបដល់ថ្លៃថ្លាបំផុតគេហៅថាសប្បុរសមនុស្សធម៌rồiយើងជួយពីមុនមកយើងជួយតែអ្នកពិជនពិការកំសត់ទូរគាត់អីទេតែជួយក្នុងពេលនេះគឺស្មើទូទៅសំបីអ្នកមានទ្រព្យមានសម្បត្តិដែលនៅតាមស្រុកនៅជើងភ្នំមានទ្រព្យមានសម្បត្តិក៏ជួយដែរប្រជាជនភាសាដែរមកតែមកខ្លួនអ្នកគ្នាណាបានតែយើងជួយស្មើទូទៅទាំងអស់មិនប្រកាន់ខ្ពស់ទាបអីទេនេះហៅការសង្គ្រោះកិរិយាសង្គ្រោះនេះព្រះសម្មាសម្ពុទ្ធជាបរមគ្រូលោកបានទូលមានព្រានបដៅយើងគ្រប់គ្នានោះឲ្យធ្វើពលី5ពាក្យលីបល័យប្រែថាការចែកការជូនការរំលែកជួយដល់ជនដទៃហ្នឹងទី1គឺញាតិពលីឲ្យយើងនឹងជួយសង្គ្រោះដល់ញាតិរបស់ផងយើងដែលជួបនឹងគ្រោះថ្នាក់ទុក្ខទោសសពបែបសពយ៉ាងវិញ្ញាណរបស់យើងនេះបើយើងនិយាយឲ្យទៅលំទូលាយគឺក្រុមមនុស្សទាំងអស់ជាតិណាក៏ជាមិត្តរបស់ផងយើងបាទហ្នឹងเป็นមែនទៅមានជាតិជប៉ុនជាតិខ្មែរជាតិអាមេរិកកាំងបារាំងតែជាមនុស្សដូចគ្នាមនុស្សដូចគ្នាចឹងទេអង្គការពិភពលោកគេបង្កើតជាអង្គការកាកបាទក្រហមកាកបាទក្រហមក៏សម្រាប់ជួយសង្គ្រោះដល់មនុស្សជាតិនៅលើពិភពលោកណែជាតិណាមានគ្រោះថ្នាក់ដែរអ្វីគឺគេជួយសង្គ្រោះអានឹងជាមេរៀនរបស់ព្រះពុទ្ធលោកបញ្រៀនឲ្យយើងសង្គ្រោះគ្នានឹងបងក្នុងវេលាដែលមានអាសន្នមានទុក្ខមានភ័យសពបែបសពយ៉ាងយើងអ្នកបានសោកលោកមិនអោយឈោបាំងដៃមើលតែគួរចូលរួមរំលែកទុកពីពួកអហ្នឹងគឺដោយសារយើងជួយត្រឹមហ្នឹងគេជួយរំលែកជាមនុស្សធម៌ហ្នឹងបងនេះទី1គឺញាតិពលីហ្នឹងឯងដែលសម្មាសម្ពុទ្ធលោកបញ្រៀនយើងបងឲ្យជួយសង្គ្រោះដល់មនុស្សដូចគ្នាហ្នឹងវិញ្ញាណរបស់យើងសរុបឲ្យខ្លីថាឲ្យតែមនុស្សញាតិយើងទាំងអស់គួយតែមួយកាលណាពើសម្បល់វាខុសគ្នាទៅតាមទឹកដីបបប្រទេសជាតិវាតបតែងឲ្យមនុស្សមានរូបរាងកាយឯភាសាអញ្ចឹងបងបើយើងមើលទៅមានស្អីខុសគ្នាណា